ស្ទើរមិនជឿពីសត្វដែលធ្លាប់តែដេកស្ទុកស្ដឹងនៅលើដីមកជាកូនឆ្កែដ៏ស្រស់ស្អាតក្រោយបានរំដោះចេញពីអាវក្រោះទម្ងន់ជាង14 គីឡូក្រាម រឿងរ៉ាវរបស់សត្វឆ្កែមួយក្បាលមានឈ្មោះថា Sprout បានក្លាយជាប្រធានបទដ៏ក្តៅគគុកនិងជាសារដាស់តឿនស្មារតីឲ្យអ្នកស្រឡាញ់សត្វជុំវិញពិភពលោកបន្ទាប់ពីវាត្រូវបានក្រុមជួយសង្គ្រោះរកឃើញក្នុងស្ថានភាពដ៏អាណោចអាធមបំផុតដោយសារតែកង្វះការមើលថែទាំពីម្ចាស់នៅពេលដែលរកឃើញដំបូង Sprout មិនមែនមានរូបរាងជាសត្វឆ្កែនោះទេប៉ុន្តែត្រូវបានគ្របដណ្ដប់ដោយរ៉ូបដ៏ក្រាស់កខ្វក់និងជំពាក់គ្នាឡើងរឹងដូចថ្មរ៉ូបដែលមិនត្រូវបានកាត់រាប់ឆ្នាំមកនេះបានសង្កត់ទៅលើរាងកាយរបស់វាដែលមានទម្ងន់រហូតដល់ជាង14 គីឡូក្រាមទម្ងន់ដ៏មហាសាលនេះបានធ្វើឲ្យ Sprout បាត់បង់លទ្ធភាពក្នុងការដើរនិងបង្កការឈឺចាប់ដល់ស្បែករាល់ពេលវាព្យាយាមកម្រើកខ្លួនក្រុមអ្នកជំនាញសត្វព្រៃនិងអ្នកជួយសង្គ្រោះសត្វបានសម្រេចចិត្តប្រើប្រាស់ថ្នាំសណ្ដំដើម្បីសម្រួលដល់ការកោររោមដ៏រឹងទាំងនោះចេញក្នុងពេលសកម្មដែលប្រើពេលរាប់ម៉ោងពួកគេបានជម្រះចោលនៅរោមដ៏ក្រាស់និងរឹងដែលជារនាំងឃុំឃាំងសេរីភាពរបស់សត្វឆ្កែដ៏កំសត់មួយក្បាលនេះភ្លាមបន្ទាប់ពីរោមទាំងអស់ត្រូវបានកាត់ចេញ Sprout បានបង្ហាញពីភាពរីករាយយ៉ាងខ្លាំងវាបានចាប់ផ្ដើមប្រវីកន្ទុយនិងអាចបោះជំហានដើរបានជាលើកដំបូងដោយគ្មានការឈឺចាប់ពីសត្វដែលធ្លាប់តែដេកស្តុកស្ដឹងនៅលើដីឥឡូវនេះ Sprout បានក្លាយជាសត្វឆ្កែដ៏ស្រស់ស្អាតរុះរាយនិងកំពុងរស់នៅជាមួយក្រុមគ្រួសារថ្មីដែលផ្ដល់ក្ដីស្រឡាញ់និងការមើលថែទាំយ៉ាងកក់ក្ដៅបំផុតករណីរបស់ Sprout គឺជាមេរៀនមួយបង្ហាញថាការចិញ្ចឹមសត្វតម្រូវឲ្យមានការទទួលខុសត្រូវខ្ពស់ជាពិសេសការមើលថែទាំសុខភាពនិងអនាម័យការមិនយកចិត្តទុកដាក់ចំពោះសត្វចិញ្ចឹមគឺជាអំពើឃោរឃៅមួយយ៉ាងដែលមនុស្សជាច្រើនតែងមើលរំលងបច្ចុប្បន្ន Sprout កំពុងរៀនរស់នៅក្នុងពិភពលោកថ្មីមួយដែលពោរពេញទៅដោយសេរីភាពនិងការរត់លេងកម្សាន្តដែលវាធ្លាប់បានបាត់បង់អស់រយៈពេលជាច្រើនឆ្នាំមកហើយ